សួរពុកម៉ែបងប្រិយមិត្តកំពុងតាមដានជាមួយនឹងប្លុកថ្មីប្លុកនេះខ្ញុំនាំពុកម៉ែបងទៅលេងនៅរោងវិធានមួយកន្លែងដែលទីតាំងនៅស្ថិតនៅខេត្តរតនគិរីទីតាំងនេះអត់ឆ្ងាយពីខេត្តរតនគិរីទេនៅជិតខេត្តតែម្ដងអញ្ចឹងណាពុកម៉ែបងងាយស្រួលរកមែនតើអញ្ចឹងពុកម៉ែបងនេសាទវានៅជិតខេត្តយើងតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំនាំក្រុមការងារទៅលេងនៅរោងវិធានមួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់កាចាយអញ្ចឹងណាពុកម៉ែបងហើយទីតាំងមួយនេះខ្ញុំមកសាទៅលេងមែនតើអញ្ចឹងណាពុកម៉ែបងនេសាទកន្លែងនេះគឺស្រស់ស្អាតខ្លាំងមែនតើពុកម៉ែបងអាចមកពីដំណើរខេត្តផ្សេងៗអាចមកលេងនៅកន្លែងនេះបានរីឯទស្សនវិជ្ជាវិញគឺស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងណាពុកម៉ែបងអញ្ចឹងពុកម៉ែបងអាចទៅមើលជាមួយខ្ញុំបានហើយកន្លែងនេះគឺមានស្ពានយោអញ្ចឹងណាពុកម៉ែបងចាំមើលតិចយើងជួបសកម្មភាពប្លែកៗក្បាលវីដេអូបានឃើញអញ្ចឹងណាពុកម៉ែបងវីដេអូមួយនេះខ្ញុំថតយូរដែរអញ្ចឹងណាពុកម៉ែបងហើយអត់បានកាត់ឲ្យពុកម៉ែបងទស្សនាទេហើយវីដេអូនេះខ្ញុំកាត់តាំងពីខែម៉ានទេអត់ចាំទេអញ្ចឹងណាពុកម៉ែបងដោយសារឃើញទៅក៏ថតឲ្យពុកម៉ែបងទស្សនាតែម្ដងហើយឥឡូវយើងចុះទៅកន្លែងស្ពានយោចាំមើលតិចទៀតសកម្មភាពប្លែកៗពុកម៉ែបងប្រកាសជាឃើញសប្បាយមែនតើអញ្ចឹងណាពុកម៉ែបងបន្ទាប់មកខ្ញុំធ្វើការចុះទៅក្រោមអញ្ចឹងណាពុកម៉ែបងស្ពាននឹងក៏បានហើយស្ពានខាងឆ្វេងដៃនឹងក៏បានដែរព្រោះមានស្ពាន2អញ្ចឹងណាពុកម៉ែបងស្ពាននេះបើសិនជាភ្លៀងអីពុកម៉ែបងចុះស្រុកមកតិចព្រោះខ្លាចល្អអញ្ចឹងហើយយើងចុះទៅដល់ស្ពានយោហើយតិចទៀតយើងទៅដល់ស្ពានយោខាងក្រោមគឺទស្សនវិជ្ជាខ្លាំងស្អាតមែនតើអញ្ចឹងដោយសារវាមានទឹកធ្លាក់អីហើយត្រង់ហ្នឹងអត់ក្តៅទេគឺត្រជាក់សឹបអីអញ្ចឹងណាពុកម៉ែបងព្រោះមានដើមឈើធំៗខ្លាំងមែនតើអញ្ចឹងហើយទីតាំងស្រួលរកទេពុកម៉ែបងអាចទៅរកបាននៅក្នុងខេត្តរតនគិរីព្រោះនៅជិតមែនតើអញ្ចឹងណាតោះមកខ្ញុំធ្វើការចុះមកដល់ខាងក្រោមអញ្ចឹងណាពុកម៉ែបងឥឡូវយើងទៅមើលបងគាត់ដើរនៅលើស្ពាននេះគាត់ភ័យអញ្ចឹងណាពុកម៉ែបងទីគេចាំមើលជួបសកម្មភាពហ្នឹងចាំមើលគាត់កំពុងភ័យហើយគាត់ញ័រគាត់ដើរលើហ្នឹងអញ្ចឹងនេះគឺជាសកម្មភាពនៅលើស្ពានយោហើយគាត់ហ៊ានដើរទៅគាត់ញ័រគាត់ថាស្ពាននេះយោខ្លាំងពេកអញ្ចឹងគាត់ដើរសតុកទៅហើយកាមេរ៉ាវិញថតទាំងមុខទាំងក្រោយអញ្ចឹងណាពុកម៉ែបងនៅលើស្ពាននេះគឺស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងណាពុកម៉ែបងនិយាយពីថាបើសិនជាអ្នកដែលគាត់អត់ធ្លាប់ដើរទេដើរនៅលើស្ពាននេះអាចនឹងភ័យដែរហ្នឹងណាអញ្ចឹងពុកម៉ែបងហើយពួកខ្ញុំធ្លាប់ទៅដើរគឺអត់មានភ័យទេគឺដើរធម្មតាអញ្ចឹងទៅឥឡូវយើងមើលគាត់ដើរទៅហើយទស្សនវិជ្ជាវិញគឺនៅលើស្ពាននឹងតែម្ដងអញ្ចឹងណាពុកម៉ែបងនៅខាងក្រោមនេះយើងមានស្ពានមួយដែរតែស្ពានតូចគេទៅធ្វើតែអញ្ចឹងណាពុកម៉ែបងតោះមកខ្ញុំធ្វើការដើរចុះទៅក្រោមអញ្ចឹងណាពុកម៉ែបងហើយយើងវាកាមេរ៉ាមើល admin តិចទៅបាទថតដើរធម្មតាទេបាទមើលទៅសកម្មភាពប្លែកៗហើយបើសិនជាលើសម្លេងអីយើងនេះអីយើងចូលសម្លេងនៅខាងក្រៅជារៀងតោមច្រើនអញ្ចឹងណាពុកម៉ែបងតោះមកខ្ញុំចូលការមកដល់ខាងក្រោមហើយហ្នឹងពុកម៉ែបងនេះទស្សនវិជ្ជានៅខាងក្រោមគឺស្រស់ស្អាតខ្លាំងមែនតើនេះខាងលើស្ពានយោដែលយើងមើលមិនអញ្ចឹងណាពុកម៉ែបងហើយកន្លែងที่ខ្ញុំនិយាយទៅអត់លើសម្លេងទេអញ្ចឹងទៅខ្ញុំធ្វើការបញ្ចូលសម្លេងនៅខាងក្រៅទុកឲ្យពុកម៉ែបងទស្សនាអញ្ចឹងទៅតោះមកខ្ញុំធ្វើការចុះទៅកន្លែងហ្នឹងលេងអញ្ចឹងពុកម៉ែបងបើសិនជាមកខាងខេត្តរតនគិរីកុំភ្លេចកន្លែងហ្នឹងអាចមកលេងបានអញ្ចឹងណាពុកម៉ែបងសម្រាប់ទីតាំងវិញគឺស្រួលរកទេអញ្ចឹងណាពុកម៉ែបងបើសិនជាអត់ស្គាល់អីអាចឆាតនៅក្នុងpage របស់ខ្ញុំហ្នឹងបានហើយប្រាប់ថាចង់ទៅលេងនៅកន្លែងហ្នឹងមកចាំខ្ញុំដាក់កូដទីតាំងហើយនឹង Google Map ឲ្យពុកម៉ែបងទៅរកក៏បានដែរអញ្ចឹងណាតបមកខ្ញុំធ្វើការថតរូបបន្តិចទៅទុកឲ្យពុកម៉ែបងទស្សនារីឯមើលទស្សនវិជ្ជាវិញគឺកប់សេរីខ្លាំងមែនតើមើលអានេះខាងលើមកខ្ញុំថតឲ្យពុកម៉ែបងដើមឈើអីគឺស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងណាហើយទឹកនេះក៏យើងអាចលេងបានដែរជម្រាបលាជួបគ្នានៅវីដេអូក្រោយ